ក្រៅពីការបញ្ចប់ព្យាបាលជំងឺមហារីកស្ដន់ហើយតែខ្ញុំអាចយកកូនបានអត់ជាសំណួរដែលបងប្អូនសួរខ្ញុំច្រើនខ្លាំងមែនតើហើយខ្លួនខ្ញុំផ្ទាល់កាលពីមុនក៏ឆ្ងល់ដែរថាខ្លួនឯងយកកូនបានអត់ហ្នឹងឯងអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាខ្ញុំរកឃើញជំងឺមហារីកស្ដន់ហ្នឹងមួយអាទិត្យមុនពេលការអញ្ចឹងគម្រោងដែលខ្ញុំចង់បានកូនកាលពីមុនគឺត្រូវផ្អាកហើយយើងមកព្យាបាលខ្លួនឯងឲ្យជាសិនហ្នឹងឯងកូនគឺគិតតាមក្រោយទេណាមួយប្តីខ្ញុំគឺគាត់រៀងស្រួលដែរគាត់ថាបើអត់មានកូនទេយកកូនគេមកចិញ្ចឹមធ្វើប្តីខ្ញុំគឺកំពូស្រួលរឿងហ្នឹងក៏អត់ខ្វល់ខ្ញុំសូមបញ្ជាក់មួយទៀតពីអ្នកជំងឺមួយទៅអ្នកជំងឺមួយទៀតគឺខុសគ្នាទាំងអស់ទោះបីជាជំងឺមហារីកស្ដន់ដូចគ្នាក៏ប៉ុន្តែការវិនិច្ឆ័យការព្យាបាលគ្រប់មុខនឹងគឺផ្សេងគ្នាអត់ដូចគ្នាខ្លួនយើងគឺខុសគ្នាហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំនិយាយហ្នឹងគឺជាបទពិសោធន៍របស់ខ្ញុំតើអញ្ចឹងបងប្អូនដែលមានជំងឺមហារីកស្ដន់ទាំងអស់គឺអត់ដូចគ្នាទេមិនមែនអ្វីដែលកើតមកលើខ្ញុំគឺកើតលើបងប្អូនទាំងអស់គ្នាគឺខុសគ្នាអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងក្រោយពីបញ្ចប់ការព្យាបាលហ្នឹងខ្ញុំក៏បានទៅពិគ្រោះជាមួយលោកគ្រូពេទ្យហើយគាត់ថាគឺខ្ញុំអាចសាកល្បងយកកូនបានហ្នឹងហើយប៉ុន្តែត្រូវចាំក្រោយបញ្ចប់ការព្យាបាលហ្នឹងចន្លោះពី1ឆ្នាំកន្លះទៅ2ឆ្នាំក៏ប៉ុន្តែខ្ញុំគិតថាប្រហែលជាខ្ញុំទុកឲ្យរៀងយូរជាងនឹងទៀតដោយសារខ្លួនយើងអត់តន់ ready ដែរហ្នឹងហើយអញ្ចឹងគឺអាចយកកូនបានសុខចិត្តខ្លាំងមែនតើដោយសារតែខ្ញុំអត់ត្រូវប្រើថ្នាំអរម៉ូនទេអញ្ចឹងអ្នកដែលប្រើថ្នាំអរម៉ូនលោកគ្រូពេទ្យក៏គាត់បាននិយាយថាដូចជាអត់ recommend ឲ្យយកកូនទេព្រោះអាចប៉ះពាល់ទៅរឿងផ្នែកវិទ្យាសាស្ត្រខ្ញុំអត់ដឹងទេប៉ុន្តែលោកគ្រូពេទ្យគាត់ថាដោយសារតែខ្ញុំអត់ប្រើថ្នាំអរម៉ូនទេអញ្ចឹងគឺអាចយកកូនបានហើយម្យ៉ាងទៀតខ្ញុំអត់បានកាត់សដន់ចោលទេខ្ញុំគ្រាន់តែចោះយកសាច់នឹងចេញមុនពេលដែលវះកាត់ហ្នឹងលោកគ្រូពេទ្យផ្ទាល់ខ្លួនហើយនឹងអ្នកគ្រូពេទ្យដែលត្រៀមវះកាត់ហ្នឹងគឺគាត់បាននិយាយថាគាត់អត់ចង់កាត់ចោលទាំងអស់ទេដោយសារតែលក្ខខណ្ឌដុំហ្នឹងគឺអាចចោះបានយើងមិនបាច់ចាំកាត់ទាំងអស់ទេទី2គឺខ្ញុំក្មេងហើយទី3ខ្ញុំអត់ទាន់មានកូនទេអញ្ចឹងមានន័យថាគឺគេទុកសដន់មួយខាងហ្នឹងអត់កាត់ចោលដើម្បីប្រប៉ៅដោះកូនហើយលោកគ្រូពេទ្យថានៅពេលដែលខ្ញុំមានកូនគួរតែប្រប៉ៅដោះអាខាងឈើហ្នឹងទៅដើម្បីឲ្យវាជួយដល់ម្ដាយដែរហ្នឹងហើយអញ្ចឹងរឿងទាំងអស់ហ្នឹងគឺខ្ញុំអត់ដែរដឹងពីមុនទេពេលដែលលោកគ្រូពេទ្យគាត់ប្រាប់ខ្ញុំរៀងសប្បាយចិត្តដោយសារយើងធម្មតាយើងចង់បានកូនដែរហើយយើងទំតការហើយអញ្ចឹងត្រឡប់មកវិញបើសិនជាខ្ញុំមានកូនគួរតែប្របើនៅខាងដោះខាងឆ្វេងហ្នឹងហើយខ្ញុំសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតអ្នកជំងឺគឺខុសគ្នាទាំងអស់អត់ដូចគ្នាទេតែពីមុនក៏មានបងស្រីពី3នាក់ដែរក៏ប្រាប់ខ្ញុំថាអូកុំឲ្យយកកូនទៅស្លាប់ម្ដាយឬមួយក៏យកកូនទៅវាលាប់មកវិញអីជាមួយចេះពីប៉ុន្តែដល់ពេលដែលខ្ញុំប្រឹក្សាជាមួយនឹងលោកគ្រូពេទ្យចម្លើយរបស់លោកគ្រូពេទ្យគឺខុសពីគាត់អញ្ចឹងគឺធ្វើឲ្យខ្ញុំគិតត្រឡប់មកវិញមានន័យថាបើសិនជាយើងឈឺអីមួយយើងគួរតែទៅពិគ្រោះជាមួយនឹងពេទ្យវិញខ្ញុំអត់ recommend ឲ្យអ្នកទាំងអស់គ្នាទៅពិគ្រោះជាមួយអ្នកជំងឺគ្នាឯងដោយសារអីគឺស្ថានភាពខុសគ្នាទាំងអស់អញ្ចឹងអ្នកដែលយើងគួរតែស្ដាប់អ្នកដែលយើងគួរតែទៅពិគ្រោះគឺលោកគ្រូពេទ្យហ្នឹងហើយអញ្ចឹងវីដេអូក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ